មហាសមត្ថផលនៃកិច្ចសហប្រតិបត្តិការច្បាប់ឆ្លងដែនកម្ពុជាសម្រេចបំបីសំណុំរឿងឧក្រិដ្ឋកម្មធំដោយដកសញ្ជាតិនិងបញ្ជូនខ្លួនមហាសេដ្ឋីចិនស៊ីព្រមទាំងបពុទៅកាន់ប្រទេសចិនដើម្បីដោះស្រាយតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលោកនាងនឹងប្រិយមិត្តជាទីមេត្រីក្នុងជំហានដ៏មោះមុតនិងជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនឲ្យអស់តាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចបញ្ជូនខ្លួនជនជាតិចិន3រូបដែលក្នុងនោះរួមមានទាំងបុគ្គលដែលមានឥទ្ធិពលគឺមហាសេដ្ឋីចិនស៊ីប្រធានក្រុមហ៊ុន Prin Holding Group ត្រឡប់ទៅប្រឈមមុខនឹងច្បាប់នៅប្រទេសចិនវិញហើយកាលពីថ្ងៃទី6ខែមករាឆ្នាំ2026នេះប្រតិបត្តិការនេះមិនត្រឹមតែជាការអនុវត្តច្បាប់ធម្មតានោះទេប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីភាពស្អិតរមួតនិងការយកចិត្តទុកដាក់គ្នាជាយុទ្ធសាស្ត្ររវាងអាជ្ញាធរកម្ពុជានិងចិនជោគជ័យដ៏ធំនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយប៉ុន្តែវាជាលទ្ធផលនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់និងស្ងាត់និងអាចកំបាំងអស់រយៈពេលជាច្រើនខែកន្លងមកហើយរវាងភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសទាំងពីរសមត្ថកិច្ចកម្ពុជាបានបង្ហាញពីភាពវិជ្ជាជីវៈខ្ពស់បំផុតក្នុងការស្រាវជ្រាវរហូតឈានទៅដល់ការសម្រេចចិត្តដ៏សំខាន់បំផុតនេះដោយព្រះមហាក្សត្រក្នុងការចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរពីលោកចិនស៊ីកាលពីខែធ្នូឆ្នាំ2025កន្លងទៅហើយដើម្បីបើកផ្លូវឲ្យមានការធ្វើបច្ចានប័ណ្ណការដកសញ្ជាតិនិងការចាប់ខ្លួនបញ្ជូនត្រឡប់ទៅវិញនៅបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាលនេះនិងមានបណ្ដាញអាជីវកម្មស្មុគស្មាញបែបនេះនោះបានបង្ហាញពិភពលោកឲ្យឃើញថាកម្ពុជាមិនមែនជាជំរកសម្រាប់ជនសង្ស័យដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់និងបទល្មើសឧក្រិដ្ឋឆ្លងដែននោះឡើយកិច្ចសហប្រតិបត្តិការនេះបានឈានទៅដល់កម្រិតកំពូលដែលអាជ្ញាធរចិនបានផ្ដល់ការទុកចិត្តយ៉ាងខ្លាំងលើសមត្ថកិច្ចបង្ក្រាបនិងការសម្របសម្រួលផ្នែកច្បាប់របស់ភាគីកម្ពុជាដែលជាសញ្ញាព្រមានដល់ឧក្រិដ្ឋជនដទៃទៀតផងដែរគួររំលឹកផងដែរថាប្រតិបត្តិការបង្ក្រាបនិងការបញ្ជូនខ្លួនលោកចិនស៊ីដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prin Holding Group ទី2ឈ្មោះស៊ូជីលៀងទី3ឈ្មោះសៅជីហ៊ុយគឺជាសក្ខីភាពមិនអាចប្រកែកបាននៃសម្ព័ន្ធភាពដាច់ថែបរវាងកម្ពុជានិងចិនក្នុងការរក្សាសន្តិសុខតំបន់ជោគជ័យដ៏ធំនេះបានលើកមុខលើកមាត់កម្ពុជានៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិបំផុតនោះនិងមានសមត្ថភាពខ្ពស់ក្នុងការសហប្រតិបត្តិការកម្ចាត់ឧក្រិដ្ឋកម្មសកលយុត្តិធម៌ត្រូវបានបង្ហាញហើយនេះគឺជាការបើកទំព័រថ្មីនៃការពង្រឹងសន្តិសុខនិងទំនុកចិត្តសម្រាប់អ្នកវិនិយោគស្អាតស្អំដែលចង់មកអភិវឌ្ឍនៅកម្ពុជាយ៉ាងពិតប្រាកដនោះ